បាទមកនេះគឺជាសោ Ford Everest Titanium full option ឆ្នាំ2026បាទអញ្ចឹងខ្ញុំនឹងធ្វើការប្រាប់របៀបប្រើប្រាស់ទៅលើ Ford Everest Titanium ទាំងស្រុងតែម្ដងបងប្អូនអញ្ចឹងសម្រាប់ប្រភេទ 2H នេះគឺយើងប្រភេទឡានដែលយើងប្រើប្រាស់ពង1 4H យើងចុចលើនេះគឺពង2 4L នេះគឺកម្លាំងខ្លាំងជាងកាពីតាសធម្មតាទៀតអញ្ចឹងដើម្បីដាក់ 4H នេះចូលបងប្អូនដោះលេខមួយ N សិនបាទបញ្ជាក់បងប្អូនដោះលេខមួយ N សិនបានដាក់ 4L ចូលហើយនៅលើដុំនេះគឺតាក់ទងជាមួយនឹងប្រព័ន្ធត្រាយមុតរបស់ឡានអញ្ចឹងយើងមាន5ស្ថានភាពផ្លូវបាទមានផ្លូវធម្មតាផ្លូវអេកូសដងបាទដូចកាច់ផ្លូវនេះគឺមានទាំងអស់ជូនបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះយើងមកមើលថាតើមានលក្ខណៈពិសេសបន្ថែមទៀតអញ្ចឹងយើងមានប្រព័ន្ធ off road បាទយើងពេលយើងចុចមួយបង្ហាញកាមេរ៉ាយើងចង់លុកប៉ុងចុះចំណោតបាទនៅលើបងប្អូនប្រើប្រាស់ទាំងអស់គ្នាបិទ sensor គឺបានទាំងអស់បងប្អូនបាទអញ្ចឹងទាំងអស់នេះគឺជាប្រព័ន្ធសមត្ថភាពរបស់ឡាន Ford Everest ហើយសម្រាប់ Everest គឺយើងអត់ប្រើប្រាស់ទៅលើប្រាំងដៃវែងទេគឺយើងប្រើប្រាស់ប្រាំងអេឡិចត្រូនិកតែម្ដងគឺមានភាពងាយស្រួល smooth ទាន់សម័យអញ្ចឹងសម្រាប់ប្រភេទចង្កឹះលេខគឺចង្កឹះលេខខ្លីប្រភេទ A-Sitter នេះគឺស្រួលប្រើប្រាស់បងប្អូនហើយសម្រាប់ប្រព័ន្ធសុវត្ថិភាពគឺល្អមែនទែនមកអញ្ចឹងបងប្អូនដែលចង់ប្រើប្រាស់លេខដៃបន្ថែមគេហៅ Pendle C នេះបងប្អូនអាចចុចប៊ូតុងអប់នេះមួយមកប៊ូតុងបូកដកលើដៃយើងតែម្ដងបាទនេះគឺប្រភេទបោកលេខហើយដល់វាអូតូ wireless charge បងប្អូនដាក់បានបាទមាន Type C USB សិនជានេះបងប្អូនអាចប្រើប្រាស់មានន័យថាម្នាក់មក0ផ្សេងគ្នាបងប្អូនចង់តិចបងប្អូនចង់ក្តៅបងប្អូនចង់ប្រើខ្យល់កង្ហារខ្លាំងតិចនៅលើយើងបញ្ជាក់បងប្អូនលើ screen នេះគឺយើងប្រើបានទាំងអស់តែម្ដងបាទអញ្ចឹងសម្រាប់បិទសំឡេងដល់សំឡេងបាទតន្ត្រីគឺបានទាំងអស់អូខេល្អបានប្រាស់មែនទែននៅពេលដែលបងប្អូនភ្ជាប់ Google Maps ហើយ call នៅក្នុងឡានក៏បានបងប្អូនអាចធ្វើការដាក់ map មើលតាមស្ថានភាពផ្លូវបងប្អូនក៏បានដែរអញ្ចឹងគឺល្អប្រើហើយ Everest នេះគឺ full option បាទមានកន្លែងដាក់ពេងកែវទឹកបាទដាក់អីវ៉ាន់បាទផ្សេងៗហើយមាន beam lighting នៅលើឡានទៀតបងប្អូនអញ្ចឹងនៅពេលដែលយើងធ្វើការបើកភ្លើងនេះបងភ្លើងស្អាតមែនទែនបាទ Everest ណាបាទអញ្ចឹងនៅលើដៃចង្កូតបាទត្រឡប់ក្រោយលើកទូរស័ព្ទបាទ call បានទាំងអស់ display ដូចគ្នាហើយនៅក្នុងនេះយើងមានប្រព័ន្ធគេហៅ limit speed បាទរក្សាកន្លងផ្លូវក៏យើងមានគេហៅ lane keeping ក៏យើងមានហើយតាក់ទងមួយនឹងការកំណត់ល្បឿនក៏យើងមានប្រព័ន្ធដេញតាមឡានខាងមុខក៏យើងមាន cruise control ប្រព័ន្ធចាប់ប្រាំងមុខប្រាំងក្រោយគឺល្អមែនទែនអញ្ចឹងសម្រាប់ឡាននេះគឺជាឡានមួយដែលពិនិត្យប្រភេទគ្រួសារធំ7កៅអីអញ្ចឹងបងប្អូនឃើញនៅក្នុងទីផ្សារស្រុកខ្មែរយើងគឺគាត់ជីប្រភេទនេះច្រើនហើយតម្លៃយើងគឺមានការចុះច្រើនមែនទែននៅសល់តែ 69900 អញ្ចឹងបងប្អូនដែលគាត់ស្រឡាញ់ឡានប្រភេទ SUV លក្ខណៈគ្រួសារមើលបានហើយប្រភេទនេះតបោបើកបានទៀតបាទតបោបើកបានអញ្ចឹងបងប្អូនយើងដែលគាត់ស្រឡាញ់ប្រភេទ Everest អាចតាក់ទងមកពួកយើងបានទាំងអស់គ្នា